គោរពជំរាបសួរពុកម៉ែបងប្អូនសូមជូនរឿងនិទានខ្លីមួយដែលមានចំណងជើងថាកាត់ក្តីរឿងឆ្លុះកាលពីសម័យឈុនឈីវមានអ្នកកាប់អុសម្នាក់នៅនគរជីងបានចេញទៅកាប់អុសនៅក្នុងព្រៃហើយនៅពេលដែលកំពុងធ្វើដំណើរក៏មានសត្វឆ្លុះមួយក្បាលបោលកាត់មុខគាត់ផ្លេតហើយគាត់ហ្នឹងក៏វត្តពូថៅបណ្ដាលឲ្យសត្វឆ្លុះដ៏ធាត់មួយក្បាលនោះស្លាប់នៅនឹងកន្លែងទៅមុនដំបូងគាត់គិតថានឹងទុកវាចោលនៅទីនេះសិនប៉ុន្តែលុះដល់គិតយូរទៅខ្លាចក្រែងមាននរណាដើរមកឃើញទៅគាត់នឹងក៏យកសត្វឆ្លុះ ទៅទុកក្នុងបន្លាយស្ងួតមួយកាត់ស្លឹកចេកមកគ្របយ៉ាងជិតបំផុតក្រោយពីរកអស់រួចមកគាត់ក៏បញ្ញាប់បញ្ញាល់ទៅរកឆ្លុះដែលបានលាក់ទុកនៅក្នុងបន្លាយនោះដោយសារតែក្តីត្រេកអរហួសហេតុពេកគាត់ក៏ភ្លេចកន្លែងដែលលាក់សត្វឆ្លុះនោះទៅទោះបីជាខំរកយ៉ាងណាក៏នៅតែរកអត់ឃើញហើយការរកមិនឃើញនេះធ្វើឲ្យគាត់នឹកចម្លែកក្នុងចិត្តនិងវិលវល់ក្នុងអារម្មណ៍រហូតមកគិតថារឿងនេះប្រហែលគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះឬនៅតាមផ្លូវត្រឡប់មកផ្ទះវិញពេលជួបនឹងអ្នកណាគេក៏និទានពីរឿងយល់សប្តិដ៏ចម្លែករបស់ខ្លួនឲ្យអ្នកដទៃស្ដាប់ហើយមានបុរសកំជិលម្នាក់បានឮរឿងនេះហើយគាត់ក៏ខំស្ដាប់យ៉ាងផ្ចិតផ្ចង់ហើយចងចាំទុកហើយគាត់ហ្នឹងក៏បញ្ញាប់បញ្ញាល់ចូលទៅក្នុងព្រៃសម្ដៅទៅរកកន្លែងដែលគេនិយាយពីកន្លែងលាក់ឆ្លុះនោះហើយទីបំផុតបុរសកំជិលនោះក៏រកឃើញឆ្លុះតាមក្តីស្រមៃរបស់គេមែនបុរសកំជិលនោះលាឆ្លុះត្រឡប់មកផ្ទះរបស់គាត់វិញហើយគាត់ប្រាប់ទៅប្រពន្ធដោយសេចក្តីសប្បាយត្រេកអរថាមានអ្នកកាប់អុសម្នាក់បានប្រាប់ថាគេយល់សប្តិឃើញថាបានកាប់ឆ្លុះមួយក្បាលស្លាប់តែក្រោយមកគាត់ក៏វែងកន្លែងអត់ដឹងលាក់ឆ្លុះនោះនៅណាគាត់រកអត់ឃើញហើយឥឡូវនេះគាត់បានដឹងអញ្ចឹងទៅគាត់ក៏ទៅរកឃើញតាមការយល់សប្តិហើយគាត់ពិតជាសំណាងមែនប្រពន្ធគាត់បាននិយាយថាកុំអាលអពេកតាប៉ែហើយភរិយារបស់គាត់ហ្នឹងបានលើកដៃរបៀបថាចង្អុលថាកុំតន់អាលអពេកតាប៉ែតាប៉ែឯងប្រហែលជាយល់សប្តិថាអ្នកកាប់អុសនោះមកទទួលយកឆ្លុះគេទៅវិញទៅដឹងប្រពន្ធគាត់និយាយអញ្ចឹងណាហើយតើពិតជាមានអ្នកកាប់អុសមែនឬអត់របៀបប្រពន្ធគាត់ឆ្ងល់ហ្នឹងហើយតប៉ែឯងបានឆ្លុះនេះមកក៏ប្រហែលជាក្នុងការយល់សប្តិទៅដឹងបរោះកំជិលនឹងគាត់ឆ្លើយថាឲ្យតែយើងបានឆ្លុះនោះមកវាចប់អីមិនបាច់ទៅខ្វល់រឿងអ្នកណាយល់សប្តិមិនយល់សប្តិធ្វើអីចំណែកបរោះកាប់អុសដែលបានមកដល់ផ្ទះហើយនោះគេនៅមិនសុខព្រោះមិនទាន់អស់ចិត្តពីរឿងយល់សប្តិរបស់ខ្លួននៅឡើយលុះដល់យប់ជ្រៅគេក៏យល់សប្តិឃើញកន្លែងលាក់ឆ្លុះឡើងវិញហើយថែមទាំងយល់សប្តិឃើញថាឆ្លុះរបស់ខ្លួនត្រូវបានបុរសកំជិលជាអ្នកយកទៅទៀតផងអីយ៉ានិយាយមកដល់ចំណុចនេះលក្ខណៈវល់ទាំងខ្ញុំវល់ទាំងអ្នកស្ដាប់ឯនេះព្រឹកឡើងបុរសកាប់អុសក៏គាត់ដើរទៅរកឆ្លុះដែលខ្លួនចង់និយាយថាបុរសកាប់អុសហ្នឹងគាត់បានទៅរកឆ្លុះរបស់ខ្លួនទៅតាមអ្វីដែលគាត់យល់សប្តិកាលពីយប់គេរកឃើញផ្ទះបុរសកំជិលហើយឃើញឆ្លុះរបស់ខ្លួននៅក្នុងផ្ទះនោះមែនបុរសទាំងពីរនាក់ជជែកយកឈ្នះរៀងខ្លួនថាវាជារបស់ខ្លួនហើយទីបំផុតគេក៏ប្តឹងផ្ដាល់ដល់តុលាការក្រោយពីស្ដាប់រឿងរ៉ាវចប់សពគ្រប់ហើយតុលាការបានពោលទៅកាន់បុរសកាប់អុសថាអ្វីត្បិតតែអ្នកឯងជាម្ចាស់របស់ឆ្លុះនោះមែនតែអ្នកបែរជានិយាយថា
វាជាការយល់សប្តិទៅវិញហើយក្រោយពីនោះអ្នកក៏ស្រមៃថាគេយកឆ្លុះរបស់ខ្លួនទៅបាត់ហើយតែត្រឡប់ទៅគិតថាវាជាការពិតតុលាការក៏ងាកមកនិយាយជាមួយបុរសកំចិលវិញម្ដងអ្នកបានទៅរកឆ្លុះតល់តែឃើញតែភរិយារបស់អ្នកបែរជានិយាយថាវាជាការយល់សប្តិរបស់អ្នកសរុបសេចក្តីមកអ្នកទាំងពីរសុទ្ធតែជាអ្នកយល់សប្តិដូចគ្នាតាមពិតទៅគ្មានអ្នកណាបានឆ្លុះពិតប្រាកដឡើយតែក្នុងពេលនេះមានឆ្លុះមួយក្បាលនៅនឹងមុខចឹងណាហេតុនេះហើយចូលអ្នកចែកគ្នាម្នាក់ពាក់កណ្ដាលចោលក្រោយពីទ្រង់សណ្ដាប់ការកាត់ក្តីនេះរួចមកព្រះមហាក្សត្រនៃនគរជីងទ្រង់សម្រួលព្រះទ័យក្អាកក្អាយហើយត្រាស់ថាតុលាការដែលកាត់ក្តីនេះក៏កំពុងតែយល់សប្តិដូចគ្នាដែរចប់អ្នកស្ដាប់ទាំងអស់គ្នាកំពុងតែយល់មិនដែរសរុបសេចក្តីមកខ្ញុំគិតថារឿងនេះវាជាការយល់សប្តិរបស់តុលាការដែលកំពុងតែនិយាយឲ្យស្ដេចស្ដាប់ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរសូមបញ្ចេញមតិយោបល់ទាំងអស់គ្នាជួបគ្នានៅរឿងក្រោយសូមជម្រាបលា